Trùm rệt xua សួរនិងសូមគោរពអ្នកអង្គការសំអាងប្រធានក្រុមប្រឹក្សាពិបាលនៃធនាគារវឌ្ឍនៈអ្នកអង្គការជលលៀងបណ្ដាធិការនៃធនាគារវឌ្ឍនៈសមាជិកក្រុមប្រឹក្សាពិបាលថ្នាក់ដឹកនាំនិងបុគ្គលិកនៃធនាគារវឌ្ឍនៈទាំងអស់ជាបឋមខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកអង្គការប្រធានក្រុមប្រឹក្សាពិបាលនិងអ្នកអង្គការបណ្ដាធិការដែលបានផ្ដល់ឱកាសដ៏មានតម្លៃដល់រូបខ្ញុំបានក្លាយជាសមាជិកនៃមហាគ្រួសារធនាគារវឌ្ឍនៈភាពជាអ្នកដឹកនាំប្រកបទៅដោយចក្ខុវិស័យដ៏វែងឆ្ងាយនិងការគ្រប់គ្រងដ៏កក់ក្ដៅរបស់ថ្នាក់ដឹកនាំកម្ពុជាទាំងអស់នៃធនាគារវឌ្ឍនៈគឺជាត្រីវិស័យសម្រាប់យើងខ្ញុំទាំងអស់គ្នាចក្ខុវិស័យដែលបានកំណត់កាលពី23ឆ្នាំមុនគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលនាំឲ្យយើងមានថ្ងៃនេះថ្ងៃខួបអនុស្សាវរីយ៍នៃការបង្កើតធនាគារវឌ្ឍនៈលើកទី23នេះគឺជាឱកាសដ៏មានតម្លៃសម្រាប់បុគ្គលិកធនាគារវឌ្ឍនៈទាំងអស់ក្នុងការឆ្លុះបញ្ចាំងពីវឌ្ឍនភាពការងារភាពធន់និងការបដិញ្ញាចិត្តរបស់យើងដើម្បីរៀបចំយុទ្ធសាស្ត្រជំរុញកំណើនសម្រាប់ឆ្នាំក្រោយបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់គឺជាបេះដូងនៃធនាគារវឌ្ឍនៈហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នានាពេលកន្លងមកនេះឆ្នាំកន្លងមកនេះគឺជាឆ្នាំដែលមានការផ្លាស់ប្ដូរដ៏គួរឲ្យកត់សម្ព័ន្ធមួយទាំងសម្រាប់ធនាគាររបស់យើងក៏ដូចជាពិភពលោកទាំងមូលយើងបានឆ្លងកាត់នៃការផ្លាស់ប្ដូរនៃសេដ្ឋកិច្ចសកលនិងបានដោះស្រាយបញ្ហាប្រឈមថ្មីៗដោយការឆ្លើយតបយ៉ាងរហ័សជាមួយនឹងការព្យាករណ៍ទុកជាមុនរហូតបានរួមគ្នាសម្រេចនូវលទ្ធផលខាងក្រោមក្នុងនាមជាស្ថាប័នទទួលប្រាក់បញ្ញើសាធារណៈភាពប្រុងប្រយ័ត្ននិងការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការពីអតិថិជនសម្រាប់រយៈពេលវែងគឺជាអាទិភាពខ្ពស់បំផុតរបស់យើងក្នុងកំឡុងពេលដែលជួបបញ្ហាប្រឈមនៃភាពមិនប្រកបប្រជានៃសេដ្ឋកិច្ចសកលយើងបានដាក់ចេញនៅវិធីសាស្ត្រស្ដីពីភាពប្រុងប្រយ័ត្នខ្ពស់ចំពោះកម្រិតហានិភ័យដែលអាចទទួលយកបាននិងគោលការណ៍ណែនាំសម្រាប់ការផ្ដល់ឥណទានដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានឡើងជាយថាហេតុជាអតិបរមាដែលការនេះបណ្ដាលឲ្យផលបត្តិឥណទានរបស់យើងមានការថយចុះទោះបីជាយ៉ាងណាមូលដ្ឋានប្រាក់បញ្ញើរបស់យើងនៅតែរឹងមាំជាមួយនឹងការកើនឡើងនៃគណនីសន្សំនិងគណនីចរន្តជាបន្តបន្ទាប់ក្នុងនាមជាធនាគារក្នុងស្រុកយើងតែងតែអនុលោមតាមច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធជាធរមានជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់លើការគ្រប់គ្រងហានិភ័យនិងការខិតខំពង្រឹងសមត្ថភាពជាជាងពង្រីកដើម្បីជំរុញការកសាងទំនុកចិត្តចំពោះអតិថិជនអនុបាទសោតនភាពបានកើនឡើងជាង 20% ខណៈពេលដែលសន្តានាភាពកាន់តែរឹងមាំដោយបានកើនឡើងរហូតដល់ជាង 400% ដែលបញ្ជាក់ពីទុនបម្រុងនិងសាច់ប្រាក់ដ៏រឹងមាំរបស់ធនាគារវឌ្ឍនៈសូចនករទាំងនេះបានបង្ហាញថាធនាគារវឌ្ឍនៈគឺជាធនាគារមួយក្នុងចំណោមធនាគារដែលមានសុវត្ថិភាពបំផុតនៅក្នុងប្រទេសកម្ពុជាដោយឡែកចំនួនអតិថិជននិងចំនួនអាជីវករប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវឌ្ឍនៈបានកើនឡើងជាង 15% ខណៈពេលដែលការប្រើប្រាស់កម្មវិធីទូរស័ព្ទនិងប្រព័ន្ធ Digital បានកើនឡើងជាង 30% ក្នុងវិស័យធនាគារនិងសេវាកម្មហិរញ្ញវត្ថុធនាគារវឌ្ឍនៈនៅតែបន្តឈរជើងយ៉ាងរឹងមាំប្រកបដោយនវានុវត្តន៍ក្នុងការគ្រប់គ្រងអាជីវកម្មរបស់សហគ្រិនកម្ពុជាទាំងអស់ហើយតែងតែខិតខំប្រឹងប្រែងជំរុញការធ្វើ Digital រូបនីយកម្មដើម្បីជំរុញការបម្រើសេវាជូនអតិថិជនឲ្យកាន់តែប្រសើរឡើងក្នុងន័យនេះធនាគារវឌ្ឍនៈនៅតែបដិញ្ញាបន្តផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើអតិថិជននិងនវានុវត្តន៍ដោយបន្តវិនិយោគលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតធនធានមនុស្សប្រព័ន្ធគ្រប់គ្រងនិងប្រតិបត្តិការដើម្បីធ្វើឲ្យសេវាធនាគារកាន់តែសាមញ្ញឆ្លាតវៃនិងមានសុវត្ថិភាពជាងមុនជាក់ស្ដែងធនាគារវឌ្ឍនៈបានដាក់ឲ្យដំណើរការនៅមុខងារច្នៃប្រឌិតថ្មីៗមុនគេបង្អស់នៅកម្ពុជារួមមានមុខងារ Air Transfer ដែលជាមុខងារទូទាត់ប្រាក់ភ្លាមៗមុខងារបិទបន្ទាន់ឬ Block Now ដែលជាមុខងារបិទប្រតិបត្តិការភ្លាមៗសម្រាប់ការការពារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត QR តែមួយអាចផ្លាស់ប្ដូររូបិយប័ណ្ណពីប្រាក់រៀលទៅដុល្លារឬពីដុល្លារទៅរៀលនិងការដកប្រាក់ពីម៉ាស៊ីន ATM តាមរយៈ QR code មុខងារស្វែងរកប្រតិបត្តិការនិងផ្ដេកទូរស័ព្ទដើម្បីបង្ហាញប្រតិបត្តិការទូទាត់បានធ្វើឲ្យការទូទាត់តាម Digital កាន់តែងាយស្រួលការសហការគ្នាជាមួយកម្មវិធី BookMe Plus ដែលបង្កើនភាពងាយស្រួលដល់ការទូទាត់សម្រាប់ការធ្វើដំណើរនិងការរស់នៅតាមវឌ្ឍនៈ Bank Mobile App
ការរួមបញ្ចូលឲ្យកាន់តែសាមញ្ញលើការទូទាត់ពន្ធទៅកាន់អគ្គនាយកដ្ឋានពន្ធដារនិងអគ្គិសនីកម្ពុជានិងការស្នើសុំកាតប្លាស្ទិកនិងកាតអនឡាញតាមរយៈកម្មវិធីទូរស័ព្ទរបស់យើងក៏បានរៀបចំវេទិកាយល់ដឹងស្ដីពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតឆ្នាំ2025លើកដំបូងរបស់យើងដើម្បីលើកកម្ពស់សុវត្ថិភាពនិងទំនុកចិត្ត Digital ផងដែរយើងបានបដិញ្ញាពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្នហិរញ្ញវត្ថុតាមរយៈភាពជាដៃគូដ៏សំខាន់ៗដែលរួមមានការចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអង្គការសម្ព័ន្ធបេសកកម្មនិងសាលារៀនចំនួនថ្មីធំៗមួយចំនួនជាដើមយើងក៏ទទួលបានកិត្តិយសដោយបានក្លាយជាធនាគារដៃគូរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរទន្ទឹមនឹងនេះយើងក៏ទើបដាក់ឲ្យដំណើរការនៅគណនីក្មេងដែលត្រូវបានរចនាឡើងក្នុងគោលបំណងជួយដល់ក្រុមគ្រួសារបណ្ដុះទម្លាប់សន្សំរបស់កុមារកម្ពុជាតាំងពីវ័យក្មេងឆ្នាំនេះយើងមានមោទកភាពដោយទទួលបានពានរង្វាន់អន្តរជាតិចំនួន5ដែលបង្ហាញនៅការទទួលស្គាល់ចំពោះការបដិញ្ញាចិត្តរបស់យើងក្នុងការបង្កើនឧត្តមភាពនិងជំរុញនវានុវត្តន៍ដែលរួមមានទី1ពានរង្វាន់សេវាកម្មបម្រើអតិថិជន Call Center ល្អបំផុតទី2ពានរង្វាន់ឆ្នើមលើសេវាធនាគារ Digital សម្រាប់អតិថិជនដែលពានរង្វាន់ទាំងពីរទទួលបានពីស្ថាប័ន Asian Banking and Finance 2025ដ៏មានកិត្យានុភាពទី3ពានរង្វាន់ឆ្នើមផ្នែកនវានុវត្តន៍លើសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតលើមុខងារបិទបន្ទាន់ឬ Block Now ពីស្ថាប័នដ៏ល្បីល្បាញ ABF Fintech ឆ្នាំ2025ទី4ពានរង្វាន់នវានុវត្តន៍លើដំណោះស្រាយធនាគារ Digital ដ៏ឆ្នើមបំផុតប្រចាំប្រទេសកម្ពុជាពីស្ថាប័ន International Finance Magazine Award ឆ្នាំ2025និងទី5ពានរង្វាន់បច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ឆ្នើមក្នុងវិស័យធនាគារប្រចាំប្រទេសកម្ពុជាដែលពានរង្វាន់នេះយើងបានទទួល2ឆ្នាំជាប់គ្នាការរីកចម្រើនទាំងនេះគឺជាលទ្ធផលនៃយុទ្ធសាស្ត្រ Digital របស់យើងដែលជាការលាយបញ្ចូលគ្នានៅនវានុវត្តន៍ Digital ជាមួយនឹងការផ្ដល់សេវាកម្មដោយផ្ទាល់ដល់ទីកន្លែងដើម្បីធានាថាបទពិសោធន៍អតិថិជនរបស់យើងបានឆ្លុះបញ្ចាំងពីឧត្តមភាពគុណភាពនិងទំនុកចិត្តខ្ពស់ទោះបីជាពេលខ្លះយើងជួបបញ្ហាប្រឈមយ៉ាងណាក៏ដោយឲ្យតែយើងរួមសាមគ្គីគ្នាជាធ្លុងមួយនោះយើងប្រកាសជាអាចដោះស្រាយបានពាក្យថាក្រុម Team មានន័យថារួមគ្នាយើងនឹងអាចសម្រេចការងារបានច្រើននិងមានកម្លាំងរឹងមាំយើងត្រូវជឿជាក់លើធនាគាររបស់យើងផលិតផលនិងសេវាកម្មរបស់យើងហើយជឿជាក់លើខ្លួនយើងត្រូវចងចាំនៅគោលគំនិតដ៏សាមញ្ញមួយគឺថ្ងៃនេះត្រូវតែប្រសើរជាងម្សិលមិញមិនថាយើងស្ថិតនៅក្នុងតួនាទីណានោះទេប៉ុន្តែយើងត្រូវតែខិតខំកែលម្អជារៀងរាល់ថ្ងៃនិងធ្វើឲ្យកាន់តែល្អជាងថ្ងៃមុនគ្មានលេសគ្មានការស្ដីបន្ទោសទេគឺមានតែការកែលម្អខ្លួនឯងនេះគឺជាអត្ថន័យពិតនៃពាក្យវឌ្ឍនៈដែលជាគ្រឹះរបស់ធនាគារយើងគឺមានន័យថាអភិវឌ្ឍទៅមុខជានិច្ចធនាគារវឌ្ឍនៈនឹងកាន់តែមានភាពរឹងមាំស្វាហាប់ប្រកបដោយចីរភាពនិងមានភាពលេចធ្លោជាងពេលណាទាំងអស់ដូច្នេះក្នុងកលៈទេសៈដ៏សំខាន់នេះខ្ញុំសូមស្នើដល់សហការីគ្រប់ជាន់ថ្នាក់បន្តគិតឲ្យបានធំទូលំទូលាយដោយនាំមកនូវគំនិតល្អៗធម្មពលនិងទេពកោសល្យរបស់ខ្លួនដើម្បីរួមកសាងអនាគតដ៏ភ្លឺស្វាងដំណើរវិវត្តន៍របស់ធនាគារវឌ្ឍនៈកំពុងត្រូវបានតាក់តែងហើយត្រូវបន្តវិវត្តន៍ទៅជាបែបណានោះគឺយើងទាំងអស់គ្នាជាអ្នកតាក់តែងដំណើរវិវត្តន៍ជាបន្តរបស់ធនាគារវឌ្ឍនៈនឹងបន្តផ្ដោតលើនវានុវត្តន៍ភាពធន់និងការបដិញ្ញាចិត្តដ៏មោះមុតចំពោះឧត្តមភាពដែលបាននាំយើងមកដល់ចំណុចនេះអបអរសាទរខួបលើកទី23នៃការបង្កើតធនាគារវឌ្ឍនៈខ្ញុំសូមជូនពរអ្នកអង្គការប្រធានក្រុមប្រឹក្សាភិបាលអ្នកអង្គការបណ្ណាធិការភាគទុននិតសមាជិកក្រុមប្រឹក្សាភិបាលនិងបុគ្គលិកទាំងអស់ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់សូមបានប្រកបដោយសុខភាពល្អជោគជ័យគ្រប់ភារកិច្ចនិងសុភមង្គលក្នុងក្រុមគ្រួសារជាទីបញ្ចប់ខ្ញុំសូមរំលឹកឡើងវិញនៅឃ្លាដាស់តឿនដែលបានរួមចំណែកជំរុញយើងឲ្យដល់ចំណុចនេះគឺខិតខំមិនបោកបង់សូមយើងទាំងអស់គ្នាបន្តស្មារតីនេះឲ្យជាប់ជានិច្ចសូមអរគុណច្រើន